វីដេអូដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់អ៊ីណាបានបង្ហាញអំពីសមយុទ្ធការពីថ្ងៃទី12កុម្ភៈដែលនៅក្នុងនោះគេឃើញកងទ័ពជើងទឹករបស់រុស្ស៊ីបានចូលរួមធ្វើសមយុទ្ធរួមគ្នាយ៉ាងសស្រាក់សស្រាំជាមួយនឹងកងទ័ពអ៊ីរ៉ង់នៅច្រកសមុទ្រអកម៉ូសដោយបញ្ជូននាវាចម្បាំងហើយនឹងទាហានជើងទឹកជាច្រើនអ្នករុស្ស៊ីបានធ្វើសមយុទ្ធជាមួយនឹងកងទ័ពអ៊ីរ៉ង់នេះនៅក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរហើយនឹងការដោះដូរបទពិសោធន៍យោធារវាងប្រទេសទាំងពីរបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់នៅក្នុងសមយុទ្ធនោះកងទ័ពអ៊ីរ៉ង់គឺបានហាត់សមបាញ់ដោយប្រើគ្រាប់កាំភ្លើងពិតទៅលើគោលដៅដែលអាចជានាវាចម្បាំងរបស់ខ្មាំងសត្រូវវត្តមានរបស់កងទ័ពរុស្ស៊ីជាមួយនឹងកងទ័ពអ៊ីរ៉ង់នេះមានតែនៅក្នុងរូបភាពសមយុទ្ធកាលពី3សប្តាហ៍មុនប៉ុណ្ណោះពីព្រោះថានៅពេលដែលអ៊ីរ៉ង់ចាប់ផ្ដើមរងការវាយប្រហារពីអាមេរិកហើយនិងអ៊ីស្រាអែលតាំងតែពីថ្ងៃទី28កុម្ភៈមកគ្មានទេវត្តមានរបស់ទ័ពរុស្ស៊ីដើម្បីនៅចាំជួយអ៊ីរ៉ង់អ៊ីរ៉ង់គឺជាដៃគូយុទ្ធសាស្ត្រក៏ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តយោធាដែលរុស្ស៊ីបានចុះកិច្ចព្រមព្រៀងដើម្បីជួយការពាររងចាប់ទណ្ឌកម្មអន្តរជាតិព្រោះតែកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់គឺមានប្រទេសមិត្តតិចតួចប៉ុណ្ណោះនៅក្នុងនោះមួយចំនួនធំគឺជាប្រទេសដែលសម្លឹងឃើញផលប្រយោជន៍ចង់ទិញប្រេងពីអ៊ីរ៉ង់ដូចជាចិនជាដើមនៅខែមករាដើមឆ្នាំ2025រុស្ស៊ីហើយនិងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រដែលផ្ដោតតាំងពីវិស័យថាមពលអប់រំវិទ្យាសាស្ត្ររហូតដល់កិច្ចសហការយោធារវាងប្រទេសទាំងពីរអ៊ីរ៉ង់ហើយនិងរុស្ស៊ីនិយាយកាន់តែចុះសម្រុងគ្នាថែមទៀតពីព្រោះប្រទេសទាំងពីរបានរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកហើយនិងអន្តរជាតិដូចគ្នានៅដើមដំបូងនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនអ៊ីរ៉ង់ផ្ទាល់ធ្លាប់បានជួយរុស្ស៊ីតាមរយៈការផ្ដល់ដ្រូនពេជ្ឈឃាតទៅឲ្យកងទ័ពរុស្ស៊ីដើម្បីវាយប្រហារទៅលើកងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិរុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏កម្រដែលអ៊ីរ៉ង់បានទុកចិត្តហើយសង្ឃឹមទទួលបានការជួយជ្រោមជ្រែងការពារច្រើនជាងគេជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកកំពុងតែរងការវាយប្រហារផ្លូវអាកាសយ៉ាងសន្ធប់ពីអាមេរិកហើយនិងអ៊ីស្រាអែលអ៊ីរ៉ង់ដើរតួនាទីសំខាន់ផងដែរនៅក្នុងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ីការដួលរលំរបបដឹកនាំអ៊ីរ៉ង់ដែលរុស្ស៊ីធ្លាប់តែជិតស្និទ្ធហើយនឹងសហការចាប់ដៃគ្នាដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់លោកខាងលិចនេះគឺនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ធំរបស់រុស្ស៊ីក៏ប៉ុន្តែសំណួរសួរថាហេតុអ្វីបានជាមូស្គូមិនព្រមជួយការពាររបបអ៊ីស្លាមអ៊ីរ៉ង់ដែលកំពុងតែចុះទ្រុឌទ្រោមនៅក្នុងភ្លើងសង្គ្រាមបញ្ឆេះដោយអាមេរិកនិងអ៊ីស្រាអែលនៅពេលនេះជាការពិតដែលថាអ៊ីរ៉ង់ហើយនិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះគឺគ្មានទម្ងន់ដូចជាកិច្ចព្រមព្រៀងយោធាដែលរុស្ស៊ីហើយនិងកូរ៉េខាងជើងបានចុះជាមួយគ្នាកាលពីឆ្នាំ2024នោះទេត្រឹមថាកិច្ចព្រមព្រៀងយោធារវាងកូរ៉េខាងជើងហើយនិងរុស្ស៊ីបានចែងយ៉ាងច្បាស់អំពីការជួយគ្នាទៅវិញទៅមកពោលគឺរុស្ស៊ីនឹងអាចលូកដៃអន្តរាគមន៍ជួយនៅក្នុងករណីដែលកូរ៉េខាងជើងរងការវាយប្រហារពីខាងក្រៅចំណែកឯកិច្ចព្រមព្រៀងអ៊ីរ៉ង់ហើយនិងរុស្ស៊ីវិញគឺបានចែងតែត្រឹមថាប្រទេសទាំងពីរនឹងមិនតានតឹងផ្នែកយោធាដាក់គ្នាពោលគឺមិនបានបញ្ជាក់ថារុស្ស៊ីនឹងចូលខ្លួនមកការពារអ៊ីរ៉ង់នៅចំពោះមុខការវាយប្រហារពីខាងក្រៅនោះទេអ៊ីរ៉ង់គ្រាន់តែជាដៃគូយុទ្ធសាស្ត្រដែលរុស្ស៊ីត្រូវការដើម្បីប្រយោជន៍ភូមិសាស្ត្រនយោបាយហើយនិងសេដ្ឋកិច្ចក៏ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តដ៏មានអំណាចនុយក្លេអ៊ែរដូចជាកូរ៉េខាងជើងដែលរុស្ស៊ីបានចុះកិច្ចព្រមព្រៀងចូលជួយការពារឡើយនៅក្រៅរងការវាយប្រហាររបស់អាមេរិកហើយនិងអ៊ីស្រាអែលអស់12ថ្ងៃទៅលើទីតាំងនុយក្លេអ៊ែរកាលពីខែមិថុនាឆ្នាំមុនប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតពេសេកខ្យនផ្ទាល់ធ្លាប់បាននិយាយថាប្រទេសដែលអ៊ីរ៉ង់ធ្លាប់គិតថាជាមនុស្សពោលគឺមិនបានជួយអ៊ីរ៉ង់នៅក្នុងពេលដែលអ៊ីរ៉ង់ជួបសង្គ្រាមសូម្បីតែបន្តិចថ្នាក់ដឹកនាំអ៊ីរ៉ង់មិនលាក់ទេពីអារម្មណ៍ខកចិត្តពីព្រោះថាតាំងតែពីដើមទីរុស្ស៊ីគ្មានបង្ហាញចេតនាចង់ផ្ដល់សំណាញ់មេឃឬក៏ប្រព័ន្ធការពារដែនអាកាសដើម្បីជួយការពារអ៊ីរ៉ង់ពីការវាយប្រហារផ្លូវអាកាសរបស់អាមេរិកទៅសោះគ្មានប្រព័ន្ធខែលមីស៊ីលគ្មានយន្តហោះចម្បាំងរុស្ស៊ីដែលអ៊ីរ៉ង់ធ្លាប់បានបញ្ជាទិញដើម្បីទុកការពារដែនអាកាសរបស់ខ្លួននោះរបបអ៊ីស្លាមអ៊ីរ៉ង់គឺត្រូវហែងហាងរងគ្រាប់មីស៊ីលហើយនឹងការវាយប្រហាររបស់អាមេរិកហើយនិងអ៊ីស្រាអែលស្ទើរតែសុះសព្វសាច់អ៊ីរ៉ង់យល់ខុសដែលថារុស្ស៊ីហើយនិងចិនអាចជួយខ្លួននៅក្នុងករណីផ្ទុះសង្គ្រាមជាមួយនឹងអាមេរិកហើយនិងអ៊ីស្រាអែលសូមបញ្ជាក់ថាចាប់តាំងពីអាមេរិកហើយនិងអ៊ីស្រាអែលបើកការវាយប្រហារផ្លូវអាកាសបាញ់សម្លាប់មេដឹកនាំសាសនាកំពូលហើយនិងមេតបធំរបស់អ៊ីរ៉ង់ព្រមទាំងដើរបំផ្លាញទីតាំងយោធានិងទីតាំងស្តុកប្រេងធម្មពលរបស់អ៊ីរ៉ង់ចិនហើយនិងរុស្ស៊ីបានត្រឹមតែបញ្ចេញប្រតិកម្មជាសម្ដីការទូតច្រើនជាងទង្វើហើយនិងសកម្មភាពជាក់ស្ដែងដើម្បីជួយអ៊ីរ៉ង់ពីការវាយប្រហាររបស់អាមេរិកហើយនិងអ៊ីស្រាអែល
អ៊ីរ៉ង់យកច្បាប់អំពីជំហររបស់ចិនដែលជាទូទៅគឺប្រកាន់ជំហរនៅក្រៅសង្វៀនទៅតាមគោលការណ៍មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុន្តែចំពោះភាពស្ងៀមស្ងាត់របស់រុស្ស៊ីវិញដែលអ៊ីរ៉ង់ធ្លាប់ជួយផ្ដល់ដ្រូនដើម្បីវាយអ៊ុយក្រែននោះគឺអ៊ីរ៉ង់មិនយល់ទាស់ទេសោះអ្នកវិភាគនយោបាយហើយនិងជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិគឺលោក Mojtaba Hashemi បាននិយាយថាអ៊ីរ៉ង់សង្ឃឹមទទួលបានជំនួយពីរុស្ស៊ីដូចជាការចែករំលែកកិច្ចការសម្ងាត់យោធាឬក៏សារដាច់ណាត់ណាមួយរបស់រុស្ស៊ីទៅកាន់សត្រូវរបស់អ៊ីរ៉ង់ឲ្យឈប់វាយប្រហារទៅលើអ៊ីរ៉ង់ក៏ប៉ុន្តែមិនមែនគ្រាន់តែជាពាក្យសម្ដីនិយាយគាំទ្រអ៊ីរ៉ង់ឬក៏ទាមទារឲ្យបញ្ឈប់ជម្លោះតែប៉ុណ្ណោះទេពីចំណែកខ្លួនវិញរុស្ស៊ីគឺបានគិតគូរយ៉ាងច្បាស់លាស់ថានឹងមិនចូលប្រឡូកនៅក្នុងសង្គ្រាមនៅដើមបូព៌ាមូលហេតុទី1គឺរុស្ស៊ីរបស់លោកពូទីនមិនចង់ឲ្យមានរកម្មរកូសជាមួយនឹងអាមេរិករបស់លោកដូណាល់ត្រាំដែលលោកពូទីនចាត់ទុកជាដៃគូដ៏សមប្រកបនៅក្នុងដំណើរការចរចាស្ដីពីសង្គ្រាមអ៊ុយក្រែនមួយវិញទៀតដោយបណ្ដាលឲ្យអ៊ីរ៉ង់រងការវាយប្រហាររបស់អាមេរិករុស្ស៊ីគឺមានឱកាសដកខ្យល់ខ្លះទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយហើយនឹងការដាក់សម្ពាធពីអន្តរជាតិត្រូវដឹងថានៅពេលដែលគ្រប់កសែផ្នែកបែរផ្ដោតតែទៅលើសង្គ្រាមនៅដើមបូព៌ាការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនវិញនឹងលែងជាសំណុំរឿងធំដែលគេចាប់អារម្មណ៍តទៅទៀតរុស្ស៊ីគឺនឹងមានឱកាសវាយសម្រុកទៅលើអ៊ុយក្រែនដោយគ្មានការចាប់ថ្នាក់ពីអន្តរជាតិមួយវិញទៀតការដែលរុស្ស៊ីមិនលូកដៃជួយអ៊ីរ៉ង់ក៏ព្រោះតែហេតុផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រទី6មីនាអ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បាននិយាយដោយម្នាក់ថាចាប់តាំងពីផ្ទុះសង្គ្រាមនៅដើមបូព៌ាទីតាំងព្រៃរបស់ប្រទេសអ៊ីរ៉ង់ហើយនឹងបណ្ដាប្រទេសអារ៉ាប់ក្លាយជាផ្ទាំងស៊ីបវាយប្រហារហើយច្រកសមុទ្រអុកម៉ូសដឹកប្រេងទៅអាស៊ីត្រូវឆ្មាំបដិវត្តអ៊ីរ៉ង់បិទគប់មកតម្រូវការប្រេងហើយនឹងឧស្ម័នរបស់រុស្ស៊ីគឺបានកើនឡើងជាបន្តបន្ទាប់អ្នកជំនាញវិតម្លៃថាការកើនឡើងតម្លៃប្រេងនៅទីផ្សារអន្តរជាតិព្រោះតែសង្គ្រាមនៅដើមបូព៌ានេះនឹងហុចឱកាសច្រើនឲ្យរុស្ស៊ីអាចលក់ប្រេងបានកាន់តែច្រើននៅក្នុងតម្លៃខ្ពស់រុស្ស៊ីគឺអាចបាក់មុខមែនពីព្រោះមិនបានជួយការពាររដ្ឋអ៊ីរ៉ង់ដែលធ្លាប់ចុះកិច្ចព្រមព្រៀងសន្តិភាពយោធាជាមួយខ្លួនក៏ប៉ុន្តែការឈរអោបដៃមិនជួយអ៊ីរ៉ង់នេះកំពុងតែផ្ដល់ផលប្រយោជន៍ចំណេញបណ្ដាដល់រុស្ស៊ីជាពិសេសគឺលុយបានមកពីការលក់ប្រេងនៅក្នុងតម្លៃខ្ពស់ដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីនេះមានលុយយកទៅបន្តចិញ្ចឹមសង្គ្រាមឈ្លានពានអ៊ុយក្រែនជំហររបស់រុស្ស៊ីហើយនឹងចិនចំពោះអ៊ីរ៉ង់តាមពិតទៅគឺធ្លាប់កើតមានរួចហើយជាមួយនឹងប្រទេសស៊ីរីឬក៏វេណេស៊ុយឡាជាជាងលូកដៃអន្តរាគមន៍ដោយផ្ទាល់ចូលទៅនៅក្នុងក្រុមមួយដែលតាំងខ្លួនជាសត្រូវរបស់អាមេរិកនោះរុស្ស៊ីហើយនឹងចិនគឺមិនលូកដៃជួយអ្វីទាំងអស់ដើម្បីកុំឲ្យខាតបង់ប្រយោជន៍ធំនៅក្នុងករណីដែលមានការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់នោះគឺពេលកាំងហើយនៅមូស្គូនឹងអាចត្រឡប់មកចរចាជាមួយនឹងថ្នាក់ដឹកនាំរបបថ្មីដើម្បីចាប់ដៃធ្វើជំនួយសារជាថ្មីរុស្ស៊ីហើយនឹងចិនមិនខ្លាចនឹងបើកទំព័រថ្មីបើសិនជាទំព័រនោះផ្ដល់ផលប្រយោជន៍ធំដល់ខ្លួន